សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីកត្តាដែលធ្វើឲ្យមាសចុះថ្លៃតើកត្តាអ្វីខ្លះដែលធ្វើឲ្យមាសចុះថោកតម្លៃមាសអាចចុះថោកដោយសារមូលហេតុចម្បងជាច្រើនដែលទាក់ទងនឹងសេដ្ឋកិច្ចពិភពលោកនិងតម្រូវការផ្គត់ផ្គង់ខាងក្រោមនេះជាមូលហេតុសំខាន់1ដុល្លារអាមេរិកឡើងថ្លៃពេលប្រាក់ដុល្លារឡើងថ្លៃខ្លាំងឡើងតម្លៃមាសភាគច្រើននឹងចុះព្រោះមាសត្រូវបានគិតជាតម្លៃដុល្លារដូច្នេះពេលដុល្លារឡើងមនុស្សប្រើប្រាក់ផ្សេងទិញមាសថ្លៃជាងមុនតម្រូវការថយចុះ2អត្រាការប្រាក់ឡើងពេលធនាគារកណ្ដាលដូចជា Federal Reserve បង្កើនអត្រាការប្រាក់មនុស្សភាគច្រើនទៅវិនិយោគក្នុងធនាគារឬបានបំណុលជំនួសការទិញមាសតម្លៃមាសធ្លាក់3សេដ្ឋកិច្ចល្អឡើងពេលសេដ្ឋកិច្ចពិភពលោកកំពុងល្អមនុស្សវិនិយោគទៅក្នុងភាគហ៊ុនឬអាជីវកម្មជំនួសការរក្សាទ្រព្យក្នុងមាស4គុតគង់មាសច្រើនបើមានការជីកមាសច្រើនឬប្រទេសធំលក់មាសចេញគុតគង់លើទីផ្សារកើនឡើងតម្លៃមាសធ្លាក់5តម្រូវការថយចុះប្រទេសដែលប្រើមាសច្រើនដូចជាឥណ្ឌានិងចិនប្រសិនបើការទិញមាសថយសរុបមកតម្លៃមាសចុះថោកភាគច្រើនដោយសារដុល្លារឡើងការប្រាក់ឡើងតម្រូវការថយចុះផ្គត់ផ្គង់ច្រើនសេដ្ឋកិច្ចល្អធ្វើឲ្យមនុស្សវិនិយោគទីផ្សារផ្សេងសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ